ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនអញ្ចឹងកាលពីលើកមុនយើងបានរៀនពាក្យដល់ទី15ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពីពាក្យចាប់ពីទី16ទៅចាអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ជាប្រយោជន៍បានហើយកុំភ្លេចអាសាអាននិងអាសាមើលឲ្យបានច្រើនដងដោយសារប្រសិនបើយើងចេះពាក្យកាន់តែច្រើនយើងក៏ស្ដាប់ភាសាចិនកាន់តែយល់ច្រើនដូចគ្នាដែរចាអញ្ចឹងពាក្យទី16គឺយើងអានថាចៅភៀនចាអញ្ចឹងចៅភៀនមានន័យថារូបថតឬក៏រូបភាពពាក្យទី17អានថា欢迎ស្វាគមន៍ពាក្យទី18អានថា总是មានន័យថាតែងតែពាក្យទី19嘴巴មានន័យថាមាត់ពាក្យទី20អានថា参加មានន័យថាចូលរួមពាក្យទី21អានថាប៉ាន់ហ្វាវិធីសាស្ត្រឬក៏មធ្យោបាយពាក្យទី22អានថា选择ជ្រើសរើសពាក្យទី23អានថា坏អាក្រក់ពាក្យទី24打算ចា打算មានថាគ្រោងឬក៏គម្រោងពាក្យទី25试试ចា试试មានថាសាកល្បងឬក៏សាកពាក្យទី26អានថា还是ឬក៏នៅតែពាក្យទី27发现ចា发现មានន័យថាប្រទះឃើញពាក្យទី28អានថា而且ថែមទាំងពាក្យទី29អានថា必须ត្រូវតែពាក្យទី30为了ដើម្បីពាក្យទី31ចងប្រភេទចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អាចខមមិននៅខាងក្រោមវីដេអូបានបើសិនអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ដើម្បីបានវីដេអូថ្មីៗជាបន្តទៀតជួបគ្នានៅវីដេអូក្រោយ